ចូលបកស្រាយគ្នារបស់វាជាទូទៅកុំព្យូទ័រ hardware ផ្នែករបស់កុំព្យូទ័រត្រូវបានគេបែងចែកចេញជារូបផ្នែកធំៗដែលធ្វើការងាររួមគ្នាដើម្បីឲ្យកុំព្យូទ័រអាចដំណើរការបានចំណុចទី1គឺជាឧបករណ៍បញ្ជូនទិន្នន័យចូលហៅថា input device គឺជាឧបករណ៍ដែលប្រើសម្រាប់បញ្ជូនទិន្នន័យឬបញ្ជីទៅកាន់កុំព្យូទ័រដូចជា keyboard ក្តារចុចសម្រាប់វាយអក្សរ mouse សម្រាប់បញ្ជាលើអេក្រង់ microphone កាមេរ៉ាហើយម៉ាស៊ីន scan ខ្ញុំសូមបញ្ចប់កម្មវិធីនេះហើយបានរំលឹករបស់ខ្ញុំបន្តទៅទៀតនេះខ្ញុំសូមបន្តនៅចំណុចទី2អង្គពិចារណាការបណ្ដាប្រសិទ្ធភាព CPU វាប្រៀបដូចជាគោលដៅរបស់ computer ដែលមានទំទីគណនាបកស្រាយនិងចាត់ចែងមកស្ថាប័នរបស់ computer CPU អ្នករៀបចំប្រព័ន្ធទិន្នន័យដែលបានបញ្ចូលមកបានតជាមតិសិទ្ធិពីមេដែលចុះរាល់រួមកម្លាំងទាំងអស់ចូលគ្នានេះខ្ញុំសូមបានបន្តបាយអត់ការប្រចាំនៃការបន្ទុកទិន្នន័យផ្នែកនេះចែកជាពីរប្រភេទគឺឲ្យចងចាំបន្តអក្សរនិងចាំទុកទិន្នន័យចាញ់ត្រែកជាអង្គចងចាំបណ្ដាអក្សរដែលជួយឲ្យកុំព្យូទ័រដើរលឿននៅពេលកំពុងបើកកម្មវិធីបើកបិទម៉ាស៊ីនទិន្នន័យក្នុងនេះនឹងបាត់អស់ហាត់ត្រាជាកន្លែងទុកឯកសាររូបភាពនិងប្រព័ន្ធប្រតិបត្តិជាអចន្ត្រសូមdevice គឺជាឧបករណ៍ដែលបង្ហាញលទ្ធផលដែលកុំព្យូទ័របានដំណើរការរួចមកឲ្យអ្នកប្រើប្រាស់បានឃើញឬជាខ្ញុំសូមបញ្ជាក់ជារូបភាពបង្ហាញជារូបភាពឬអត្ថបទព្រីនថម៉ាស៊ីនព្រីនបញ្ចេញទិន្នន័យពីក្នុងកុំព្យូទ័រមកលើក្រដាស speaker ធំម៉ាស់បញ្ចេញជាសំឡេងអរគុណលោកគ្រូនេះបានស្ដាប់ក្នុងនេះស្រាយហើយខ្ញុំសម្រួលអាចជួយបានដល់តាមមក